ឆាមីសួរងាយស្រួលធ្វើទេបងប្អូនប៉ុន្តែបើសិនជាយើងខុសបច្ចេកទេសតែបន្តិចគឺវាអាចធ្វើឲ្យមីសួរយើងរឹងឬក៏ជ្រាយគឺអត់ឆ្ងាញ់ទេបងប្អូនតោះបងប្អូនមកមើលពីវិធីធ្វើជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ទេសឆ្អើរ4ស្លឹកសាច់ជ្រូក3ជាន់3ខាំមីសួរមួយកញ្ចប់2ខាំកន្លះសុទ្ធតែជាកដោកន្លះខាំហើយខ្ញុំក៏បានបន្ថែមជាមួយនឹងខ្ទឹមបារាំង1មើមដើម្បីឲ្យមានបន្លែនៅក្នុងម្ហូបរបស់យើងម្ទេសឆ្អើរជាមួយនឹងសាច់ជ្រូក3ជាន់យើងត្រូវច្រាំវាឲ្យម៉ត់ចំណែកខ្ទឹមបារាំងជាមួយនឹងស្លឹកត្រចៀកកដោយើងហាន់វាជាចំណិតទូចល្មមបងប្អូនមុខម្ហូបមួយនេះគឺជនជាតិខ្មែរយើងចូលចិត្តញ៉ាំទាំងចាស់ទាំងក្មេងជាពិសេសនៅពេលបុណ្យទាននេះអញ្ចឹងគឺគេចូលចិត្តយកទៅធ្វើជាចង្ហាន់ដើម្បីយកទៅប្រគេនព្រះសង្ឃហើយបើនិយាយពីរបៀបធ្វើវិញនៅតាមតំបន់ខាងខ្ញុំគឺគេចូលចិត្តដាក់ម្ទេសឆ្អើរដើម្បីឲ្យមីសួររបស់យើងនឹងមើលទៅរាងក្រហមចិនឆ្អើរទាក់ទាញអ្នកញ៉ាំបើទៅខាងផ្ទះម្ដាយក្មេករបស់ខ្ញុំវិញគឺនៅខាងនោះគេចូលចិត្តឆាដាក់ជាមួយនឹងសណ្តែកបដោះហើយអត់ដាក់ម្ទេសឆ្អើរទេប៉ុន្តែនៅពេលដែលខ្ញុំធ្វើតាមរបៀបខ្ញុំឲ្យគាត់ពិសាបានម្ដងពីរដងគាត់ថាឆ្ងាញ់ហើយឲ្យទៅពេលទៅគឺគាត់ឲ្យធ្វើឆាមីសួរឲ្យគាត់ញ៉ាំហើយធ្វើតាមរបៀបរបស់ខាងខ្ញុំចាបងប្អូននិយាយទៅឆាមីសួរហ្នឹងបើសិនជាធ្វើដូចរបៀបរបស់ខ្ញុំនេះយើងដាក់ម្ទេសទៅរៀងក្រហមពេលដែលយើងឆាទៅវាដូចថារៀងក្រហមមើលទៅតាក់ទាញមើលទៅពណ៌វាស្វល់វាស្អាតចឹងណាអញ្ចឹងទៅវាធ្វើឲ្យគេចូលចិត្តញ៉ាំច្រើនតើឥឡូវយើងមកឆាមីសួរទាំងអស់គ្នាជាដំបូងគឺខ្ញុំបំពងខ្ទឹមសិនពេលដែលខ្ទឹមយើងរៀងឡើងពងកន្លាតអាហ្នឹងខ្ញុំយើងដាក់ម្ទេសឆ្អើរចូលហើយយើងឆាម្ទេសឆ្អើរហ្នឹងជាមួយខ្ទឹមហ្នឹងឲ្យឡើងក្រហមឲ្យវាក្រហមខ្លាំងចាដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញនេះពេលដែលវាចាប់ផ្ដើមក្រហមខ្លាំងហើយយើងដាក់សាច់ជ្រូកចូលយើងឆាសាច់ជ្រូកនឹងត្រឡប់ទៅត្រឡប់មកឲ្យវាក្រៀមបងប្អូនមើលទៅសាច់នឹងរៀងក្រៀមរៀងស្ងួតទឹកហើយយើងបន្ថែមគ្រឿងរបស់យើងមានដូចជាប្រេងខ្យងទឹកត្រីស្ករសប៊ីចេងម្សៅស៊ុបចំពោះបរិមាណនៃគ្រឿងបងប្អូនអាចលៃទៅតាមនឹងបានបើសិនជាបងប្អូនចូលចិត្តរាងផ្អែមក៏លៃតាមនឹងចូលចិត្តរាងប្រៃក៏លៃតាមនឹងទៅប៉ុន្តែខ្ញុំចង់បញ្ជាក់មួយបងប្អូនថាឆាមីសួរមួយមុខនេះនៅពេលដែលយើងដាក់គ្រឿងក្រើអីអស់ហ្នឹងគឺយើងត្រូវប្រើរាងចាស់គ្រឿងបងប្អូនបើសិនជាបងប្អូនអត់ដាក់គ្រឿងឲ្យចាស់ទេនៅពេលដែលយើងដាក់មីសួរចូលទៅគឺវានឹងសាបហើយចំណុចសំខាន់មួយទៀតគឺបងប្អូនត្រូវលៃទឹកឲ្យរាងច្រើនបន្តិចឲ្យច្រើនជាងយើងឆាសាច់ឆាបន្លែធម្មតាព្រោះកាលណាតែយើងដាក់ទឹកតិចវាធ្វើឲ្យមីសួរយើងនឹងវារឹងបើសិនជាយើងដាក់ទឹករាងច្រើនពេកក៏វាធ្វើឲ្យមីសួរយើងជ្រាយវិញចឹងបងប្អូនចឹងមីសួរដែលខ្ញុំឆាថ្ងៃនេះគឺខ្ញុំប្រើទឹក2កូនចានចង្កឹះកន្លះនៅពេលដែលខ្ញុំឆាប៉ុណ្ណឹងដាក់ទឹកប៉ុណ្ណឹងគឺវាល្មមមីសួរខ្ញុំអត់ស្រួយហើយក៏អត់ជ្រាយពេកដែរនិយាយទៅវាទន់ឆ្ងាញ់ល្មមញ៉ាំបងប្អូនជាចុងក្រោយអរគុណបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំហើយសូមជួយ follow page និង subscribe channel របស់ខ្ញុំផងហើយកុំភ្លេចចុចសញ្ញាកណ្ដឹងផងដើម្បីបានទទួលវីដេអូផ្សេងៗទៀតអរគុណច្រើនបងប្អូនជម្រាបលា